សូមជម្រាបសួរពុកម្ដាយសិស្សក៏ដូចជាអាណាព្យាបាលសិស្សរួមទាំងសួស្ដីទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាវិលត្រឡប់សារជាថ្មីមកកាន់ពាក្យតាក់ទងជាមួយនឹងឧបករណ៍សម្រាប់ប្រើប្រាស់នៅតាមផ្ទះសាលារៀននិងមន្ទីរពេទ្យរបស់យើងសារជាថ្មីម្ដងទៀតតែនៅថ្ងៃនេះយើងនឹងមាន10ពាក្យបន្ថែមទៀតអញ្ចឹងទេយើងកុំឲ្យខាតពេលយើងចូលទៅមើលពាក្យថ្មីរបស់យើងទាំងអស់គ្នាបាទអូខេតោះimplements used in the house, school and hospital តោះអញ្ចឹងពាក្យទី1សម្រាប់ថ្ងៃនេះរបស់យើងមានពាក្យ bottle bottle ចាក់ពាក្យជំនាញយើងប្រែថាដបប្រភេទដបអូខេទី2 bottle opener យើងប្រែថាប្រដាប់កោះគម្របដបទី3 box យើងប្រែថាប្រអប់ទី4គឺពាក្យ brake មានន័យថាហ្វ្រាំងបាទហ្វ្រាំងកង់ហ្វ្រាំងម៉ូតូយើងហ្នឹងពាក្យទី5គឺពាក្យ brick យើងប្រែថាដុំឥដ្ឋហើយពាក្យទី6យើងមានពាក្យ bride bed ពាក្យ bride នេះបើយើង bride ទៅទេយើងប្រែថាកូនកំមុំតទៅពេល bed ក្រែអញ្ចឹងយើងផ្គុំយកគ្នាទៅមិនមែនជាក្រែកូនកំមុំទេយើងប្រែវាថាក្រែប្រអប់ bride bed ពាក្យបន្ទាប់ទៀតគឺពាក្យ briefcase ចឹង briefcase ប្រែថាកូនវ៉ាលីដាក់ឯកសារសម្រាប់យើងដាក់ឯកសារផ្សេងហ្នឹងជាងពាក្យហ្នឹងយើងអានថា briefcase បាទពាក្យបន្ទាប់គឺពាក្យ broom ប្រែថាអំបោសបាទអំបោសយើងសម្រាប់បោសផ្ទះបោសសម្អាតផ្ទះហ្នឹងពាក្យបន្ទាប់គឺពាក្យ brush ច្រាសសម្រាប់ដុសធ្មេញបោកខោអាវក៏បានឬក៏ជក់សម្រាប់យើងលាបក៏បានដែរ brush ហើយនឹងពាក្យចុងក្រោយគេគឺពាក្យ bucket យើងប្រែថាធុងសម្រាប់ញឹងទឹកយួរទឹកអីហ្នឹងបាទអញ្ចឹងទេពាក្យបន្ថែមរបស់យើងសម្រាប់ថ្ងៃនេះគឺយើងមានតែ10ពាក្យហ្នឹងទេអញ្ចឹងសូមបងប្អូនកុំភ្លេចតាមដានពាក្យបន្តទៀតនៅវីដេអូខាងក្រោយទៀតបាទសូមអរគុណសូមជម្រាបលា